កម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះកាសែត Khawsot English របស់សៀមវាបានចុះផ្សាយថាមានបញ្ជាការស៊ើបការសម្ងាត់កងទ័ពជើងគោកថៃបានព្រមានអំពីលទ្ធភាពផ្ទុះសង្គ្រាមជុំទី3ជាមួយនឹងកម្ពុជាយើងចង់ដឹងថាតើខ្លឹមសារនៃការចុះផ្សាយរបស់កាសែត Khawsot English របស់សៀមចុះផ្សាយយ៉ាងណាមកតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទនៅក្នុងវីដេអូនេះទាំងអស់គ្នាមានបញ្ជាការស៊ើបការសម្ងាត់កងទ័ពថៃបានព្រមានថាចំនួនជុំទី3ជាមួយប្រទេសកម្ពុជាអាចនឹងកើតមានឡើងដោយវាបានចងល់បង្ហាញពីការទិញអាវុធទ្រង់ទ្រាយធំពីបណ្ដាប្រទេសអឺរ៉ុបខាងកើតនិងបានជំរុញឲ្យមានការតាមដានយ៉ាងដិតដល់ក្នុងរយៈពេល4ទៅ5ខែបន្ទាប់ពីរដូវវស្សាលោកក៏បានកត់សម្គាល់ផងដែរនៅសញ្ញាដែលពាក់ព័ន្ធនឹងការបោះឆ្នោតរបស់កម្ពុជានៅឆ្នាំ2027ហើយបានសង្កត់ធ្ងន់ថាកងកម្លាំងថៃមិនត្រូវមានការធ្វើប្រហែសឡើយកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2026ឧត្តមសេនីយ៍តូធីរ៉ាណាន់នុនថាខ្វាងប្រធាននាយកដ្ឋានស៊ើបការសម្ងាត់កងទ័ពជើងគោកបានបង្ហោះសារមួយដោយដកស្រង់សម្ដីថាគ្មានបេសកកម្មណាដែលពិបាកពេកគ្មានការលះបង់ណាដែលធំធេងពេកភារកិច្ចត្រូវតែមកមុនគេលោកបានបន្ថែមថាមិនមានបេសកកម្មណាដែលពិបាកហួសសមត្ថភាពឬការលះបង់ណាដែលធំធេងពេកនោះទេព្រោះថាភារកិច្ចគឺជាអត្ថិភាពចម្បងលោកបានមានប្រសាសន៍ថាស្ថានភាពបច្ចុប្បន្ននៅតាមបណ្ដោយប្រទេសព្រំដែនរវាងកម្ពុជាថៃហាក់ដូចជាកំពុងងាកចេញពីការប្រឈមមុខដាក់គ្នាដោយយោធាផ្ទាល់ដោយកម្ពុជាងាកមកផ្ដោតខ្លាំងលើយុទ្ធសាស្ត្រច្បាប់ក្រមអន្តរជាតិនិងព្យាយាមគៀងគរសម្ពាធពីពិភពលោកប្រឆាំងនឹងប្រទេសថៃទោះជាយ៉ាងណាក៏ដោយការវិវត្តទាំងនេះត្រូវបានគ្របដណ្ដប់ដោយភាពតានតឹងកាន់តែរីកធំឡើងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ទោះបីជាយ៉ាងនេះក្តីលោកបានព្រមានថាលទ្ធភាពនៃចំនួនប្រដាប់អាវុធជាថ្មីគឺមិនអាចដកចេញបានឡើយលោកបានកំណត់កត្តាសំខាន់ចំនួន2ដែលត្រូវតាមដានទី1ការបញ្ជាទិញអាវុធក្នុងចំនួនដ៏ច្រើនរបស់កម្ពុជាពីបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតទី2គឺតាក់ទងជាមួយនឹងការបោះឆ្នោតស្កររបស់កម្ពុជាក្រុងនឹងធ្វើឡើងនៅឆ្នាំ2027ហើយអាមេបញ្ជាការចិត្តងាប់របស់សៀមនេះវាបាននិយាយទៀតថាបញ្ហាទាំងពីរនេះអាចជាសូចនាករដែលនាំទៅរកការប្រឈមមុខដាក់គ្នាដោយអាវុធលើកទី3នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាសៀមទោះបីជាវាមិនមែនកាត់ឡើងក្នុងពេលភ្លាមក៏ដោយហើយវាបានសង្កត់ធ្ងន់ទៀតថារយៈពេល4ទៅ5ខែបន្ទាប់ពីរដូវវស្សានឹងក្លាយជាដំណាក់កាលដ៏សំខាន់ហើយបានជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជាខ្ញុំចង់សួរទៅដល់មេបញ្ជាការធីរ៉ាណាន់បាទខ្ញុំចង់សួរអ្នកថាតើគ្រាន់តែកម្ពុជាទិញអាវុធដើម្បីការពារប្រទេសរបស់គេខុសអីតើគ្រាន់តែកម្ពុជាធ្វើការបោះឆ្នោតជ្រើសរើសបាទតំណាងរាស្ត្របោះឆ្នោតជ្រើសរើសមេដឹកនាំតើមានខុសអីសួរថាថៃអត់មានការបោះឆ្នោតដែរឬមែនថៃអត់ដែលទិញអាវុធពីប្រទេសដទៃមកដែរឬយ៉ាងណាបានជាកម្ពុជាទិញហើយធ្វើឲ្យអ្នកឯងឈឺចិត្តស្អិតទ្រូងមកខ្វល់ខ្វាយហើយចង់មកបើការវាយប្រហារជុំទី3ជាមួយនឹងកម្ពុជាសន្តានរបស់អ្នកឯងនេះគឺជាសន្តានពពូជចោលតតកូលហើយសង្ឃឹមថាប្រទេសរបស់អ្នកឯងនឹងរលាយឆាប់តាមបណ្ដាសាររបស់ដូនតាខ្មែរហើយសង្ឃឹមថាអ៊ីរ៉ង់នឹងស៊ើបអង្កេតហើយបាញ់មកដើម្បីឲ្យកំទេចប្រទេសសៀមនេះឲ្យរលាយចេញពីផែនដីហើយដោយអ្នកវិទ្យាសាស្ត្របានទាយទុកថាទីក្រុងបាងកកនឹងលិចនៅក្នុងក្រោមបាតសមុទ្រនៅពេលឆាប់សង្ឃឹមថាឲ្យវាឆាប់ដល់ដើម្បីឲ្យប្រទេសនឹងរលាយហិនហោចនៅពេលឆាប់ខាងមុខនេះហើយចំពោះការលើកឡើងរបស់អាមេបញ្ជាការស៊ើបការសម្ងាត់របស់កងទ័ពជើងគោកថៃនេះតើបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment ហើយជួយ share វីដេអូរបស់ខ្ញុំបាទម្នាក់មួយផងបាទអរគុណច្រើន